សូមពៀវនាដល់កសិករយើងគួរតែចំចលែនដើម្បីបានជីធម្មជាតិឬក៏កប៉ុសអីអញ្ចឹងយើងចូលទៅដាក់ផលដំណាំយើងទៅវាស្អាតហើយគុណភាពដីហើយគុណភាពដំណាំទៀតវាអត់មានជាតិគីមីប៉ះពាល់ដល់សុខភាពយើងខ្ញុំឈ្មោះសោមនឹងសាយខ្ញុំ Supervisor ខាងកប៉ុសហើយនិង Animal ខ្ញុំរៀនចាប់ខាងពេទ្យសត្វបងនៅសាលាសាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA មុនបងយើងដាក់កូនហ្នឹងហើយយើងដាក់មកសំទៅហើយបើថាកន្លែងណារៀងខ្វះយើងអាចម្លែកពីកូនឡើងហ្នឹងយកទៅដាក់កន្លុកកន្លែងផ្សេងទៀតដើម្បីវាច្រើនហើយយើងរៀបច្បាើឬក៏យើងដាក់ស្មៅស្រស់ក៏បានដែរអាហ្នឹងស្មៅស្រស់តែល្អហើយដាក់អាចកោទៅហើយដាក់ស្មៅទៀតទៅអាចកោទៅហើយយើងបាញ់ទឹកស្រូចវាអញ្ចឹងណាបងចលែនជាទូទៅយើងស្រោចអាចកោលាយមួយទឹកចានៅក្នុងមួយធុងនោះយើងមើលតាមជាក់ស្ដែងអាកាសធាតុដូចក្តៅអញ្ចឹងយើងដាក់រៀងរាវដល់ពេលត្រជាក់យើងដាក់រៀងខាប់ហើយបើយើងមានផ្លែអីអាចដាក់ឲ្យវាស៊ីបានវាកាន់ប្រថុកអត់អីអញ្ចឹងជាទូទៅ3ខែបងយើងអាចប្រមូលបានហើយប្រមូលម្ដងអាចនឹងបាន20តោនទៅ20ជាងតោនសរុបរោងទាំងអស់វាមាន12រោងទាំងរោងចាស់ទាំងរោងថ្មីអាចចលែនដែលយើងបានទទួលផលយកដាក់ដំណាំនៅក្នុងចការបស់យើងឯងវាជួយដីឲ្យមានគុណភាពល្អជួយដើមរុក្ខជាតិរបស់យើងនឹងឲ្យវាលូតលាស់ល្អកូនរឹងមាំអីអញ្ចឹងបងសឹងតែអត់គ្រាន់ទេព្រោះកសិដ្ឋានយើងធំតាំងម្រេចហងតាំងឈើផ្លែហងអញ្ចឹងវិលជុំរហូតយើងប្រមូល3ខែអញ្ចឹងឬក៏2ខែជាងអញ្ចឹងយើងប្រមូលទិញបានតាទិញចលែនបានជាទូទៅគាត់លក់1គីឡូ$10តែអាចនឹងនិយាយតម្លៃគ្នាទៀតអីចឹងបងហ្នឹងសូមពៀវនាដល់កសិករយើងគួរតែចំចលែនដើម្បីបានជីធម្មជាតិឬក៏កប៉ុសអីអញ្ចឹងយើងចូលទៅដាក់ផលដំណាំយើងទៅវាស្អាតហើយគុណភាពដីហើយគុណភាពដំណាំទៀតវាអត់មានជាតិគីមីប៉ះពាល់ដល់សុខភាពយើង